កម្ពុជាប្រឹងធ្វើយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗតែបិទសារព័ត៌មានសេរីបងប្អូនខ្ញុំសរសើរណាស់គឺក្រសួងព័ត៌មានជាពិសេសលោកនេតភក្ត្រាគឺប្រឹងប្រែងណាស់តាក់ទងនឹងការពង្រឹងវិស័យសារព័ត៌មានខ្ញុំឃើញលោកខំមែនតើទៅក៏ទទួលបានការគោរពនិងកោតសរសើរពីខ្ញុំតាក់ទងនឹងការងារប្រឹងប្រែងរបស់លោកច្រើនណាស់ហើយលោកក៏ជាបញ្ញវន្តហើយធ្លាប់ធ្វើការជាមួយគ្នានៅសាលាក្តីខ្មែរក្រហមជាមន្ត្រីកិច្ចការសាធារណៈលោកគឺជាមនុស្សដ៏គួរឲ្យគោរពខ្ញុំមិនបាត់បង់ការគោរពចំពោះលោកនេតភក្ត្រាអីទេក៏ប៉ុន្តែគួរឲ្យសោកស្ដាយណាស់នៅពេលដែលលោកនាំគ្នាធ្វើយុទ្ធនាការប្រឆាំងនឹងព័ត៌មានคล้ายៗលោកមានដឹងទេថាព័ត៌មានคล้ายៗនឹងបានមកពីណាព័ត៌មានคล้ายៗនឹងបានមកភាគច្រើនពីខាងសកម្មជនអ្នកឃោសនាគណៈបកប្រជាជនកម្ពុជានឹងហ្មងព្រោះបង្កើតព័ត៌មានคล้ายៗជេរបតិចលៀបពណ៌ពួកក្រុមប្រឆាំងទៅសួរនេះទៅសួរអធិរាជមហាសាច់ទៅសួរក្រុមគ្រួសារលោកខាន់សវណ្ណទៅសួរសានប៊ុនធឿនទៅសួរផែងវណ្ណៈទៅសួរអ្នកណាផ្សេងទៀតដែលគេនាំគ្នាបង្កើតអាយន្តការព័ត៌មានដើម្បីជេរបតិចក្រុមប្រឆាំងដើម្បីលៀបពណ៌ដើម្បីអីអញ្ចឹងមកហើយក្រុមប្រឆាំងហ្នឹងចង់គេដើម្បីវាយបកវិញជេរស្រាតសពុតដូចគ្នាអញ្ចឹងសាច់ទៅសាច់មកគ្រាន់តែថាខ្ញុំគិតថាក្រុមប្រឆាំងជាជនរងគ្រោះដោយសារការរំលាយគណៈបកគេចោលគេនាំគ្នាការពារយើងរំលាយគណៈបកគេចោលបង្កើតអង្គការចាត់តាំងមួយដើម្បីលៀបពណ៌ស្ដីបន្ទោសជនរងគ្រោះថាគេរំលោភសម័យមកពីស្លៀកខ្លីដល់អញ្ចឹងគ្នាជាអ្នកជនរងគ្រោះគ្នាតបទៅវិញជេរទៅជេរមកប្រសាចតែខ្ញុំគិតថាអានេះគឺជាវប្បធម៌រៀលដាលហើយដល់អញ្ចឹងព័ត៌មានប្រសាចហើយដល់ពេលព័ត៌មានប្រសាចអញ្ចឹងហើយអស់លោកបិទសារព័ត៌មានសេរីអស់តើយើងទៅដោះស្រាយបញ្ហាព័ត៌មានបន្សាព័ត៌មានคล้ายៗមិនបើមានតែព័ត៌មានអាជ័យធ្លាក់ទឹកដោយអស់លោកនេតភក្ត្រាមានមើលទេក្រសួងព័ត៌មានរបស់លោកមានមើលទូរទស្សន៍ជាតិសពថ្ងៃផ្សាយឲ្យតបៈទេមានដែលផ្សាយរឿងកិច្ចការប្រទេសជាតិរឿងបាតកម្មរឿងដីធ្លីរឿងគេវាយបែកក្បាលបែកក្បូងរឿងអយុត្តិធម៌សង្គមបើមិនបញ្ចុះសីមាលោកនេះចោះចៃអំណោយនេះលោកនេះមានសមិទ្ធិនេះមានតែប៉ុណ្្នឹងឯងអារឿងមែនតើអត់មានអាហ្នឹងហើយដែលជាការផ្សព្វផ្សាយព័ត៌មានប្រជាពិធដ្ឋនោះជាប្រភពនៃការផ្សព្វផ្សាយព័ត៌មានគ្មានជ្រុងឲ្យមានតលយៈភាពហើយទៅដល់ពេលហើយបិទសាស៊ីសេរីវិទ្យុ VOA កាលមុនហ្នឹងក៏ដេញគេទៅក្រោយមកដល់គ្នាអត់លុយអត់អាចចូលវិញបាន VOD ក៏បិទCambodia Daily ក៏បិទអស់ហើយហ្នឹងវិទ្យុសេរីមានភ្នំពេញប៉ុស្តិ៍មួយអត់មានអាចដំណើរការបានអញលក់ទៅឲ្យអ្នកណាឥឡូវក៏អត់មានជំហរអីច្បាស់លាស់នៅឃ្លីងឃ្លោងគ្រប់គ្រងតែរដ្ឋាភិបាលហ្នឹងទៀតតើយើងទៅបិទព័ត៌មានคล้ายៗមិនបើយើងអត់មានយន្តការព័ត៌មានសេរីដើម្បីទប់ផងហ្នឹងគេស្ដាប់អាព័ត៌មានคล้ายៗហ្នឹងគឺដោយសារប្រជាប្រដ្ឋអត់ជំរឿស្ដាប់ព័ត៌មានឯករាជ្យបើលោកឲ្យព័ត៌មានឯករាជ្យនឹងមានមិនបាច់ផ្សាយយុទ្ធនាការបន្សាព័ត៌មានហ្នឹងទេប្រជាពលរដ្ឋគេទៅមើលព័ត៌មានឯករាជ្យហ្នឹងទៅគេដឹងតែអស់លោកខ្លាចអាព័ត៌មានសេរីឯករាជ្យហ្នឹងព្រោះរដ្ឋាភិបាលធ្វើខុសច្រើនពេកហើយដល់ពេលហើយមកខឹងរឿងគេបង្កើតព័ត៌មានណាថៃបង្កើតកណនីខ្មែរណាហើយខ្មែរនឹងយកមកផ្សាយតាមថៃណាបំពល់គេបំពល់អីបំពល់ទៅចំណុចខ្សោយរបស់យើងមិនមែនរឿងគេបំពល់ទេចំណុចខ្សោយរបស់យើងគឺយើងអត់មានអាវុធការពារខ្លួនឯងនៅក្នុងក្រសួងព័ត៌មាននិងក្រសួងវិទ្យុជាតិយើងនេះសារព័ត៌មានរបស់យើងគេលែងមើលអស់ហើយហ្នឹងនេះគឺជាកំហុសមួយចឹងបាទខ្ញុំប្រាប់ថាទូរទស្សន៍ជាតិអីវ៉ាន់នេះមិនដឹងបើកខាត់លុយអីទៀតទេបិទទៅហើយក្រសួងព័ត៌មានហ្នឹងក៏មិនដឹងមានបានប្រយោជន៍អីដែរបើអស់លោកមកដើម្បីទប់តាសារព័ត៌មានត្រជើងរដ្ឋាភិបាលហ្នឹងគ្នាអ្នកនិយាយឯករាជ្យរិះគន់អីចាប់គ្នាដាក់គុកហើយបើឲ្យសិទ្ធិសេរីភាពមកតំហឹងហ្នឹងគឺពួកបាតផ្សារហ្នឹងមកតំហឹងអីហ្នឹងពួកអាផឹកស្រាស្រវឹងបាតផ្សារពួកអាជេមរាយគេបាតផ្សារហ្នឹងគឺអូអាហ្នឹងសេរីមិនដែលទៅធ្វើកអីគេទេប៉ុន្តែបើថាអ្នកណានិយាយអីផ្សាយអីបន្តិចគ្រាន់តែផ្សព្វផ្សាយអីតាម Facebook រឿងតរៀនរឿងអីចាប់គេដាក់គុកអស់ហើយខ្ញុំនៅវាយចកទេលោកណែនៃភក្ត្រាខ្ញុំអាណិតលោកណាលោកប្រឹងមិនប្រឹងប៉ុន្តែលោកអានេះគេហៅអង្គុយបក់ផ្សែងអត់រួចភ្លើងទេលោកធ្វើដាច់ខ្យល់ស្លាប់ក៏នេះហើយទៅឲ្យយុវជនអីហ្នឹងមកនាំគ្នាជួយបដិញ្ញាទៅទប់លុបបំបត្តិព័ត៌មានคล้ายៗទៅលុបបំបត្តិអាម៉េចយើងដើម្បីលុបបំបត្តិព័ត៌មានคล้ายៗតោះតែយើងពង្រឹងព័ត៌មានឯករាជ្យហ្នឹងឲ្យច្រើនហើយបើអត់ផងហ្នឹងគឺคล้ายៗដូចតែគ្នាហ្នឹងអស់លោកក៏បង្កើតព័ត៌មានคล้ายៗដើម្បីទប់ទៅវិញទៅមកហ្នឹងពលក្បងអត់មានប្រជាពលរដ្ឋឥឡូវលែងស្ដាប់ទិសតំបន់អីអស់ហើយព័ត៌មានរត់រប្រសាចមិនដឹងថាបាយបិណ្ឌជាបាយបាត់អា AI ក៏ AI អាបោកក៏បោកហើយឥឡូវគាត់ថាប្រជាពលរដ្ឋឥឡូវឆ្លាតប្រជាពលរដ្ឋឆ្លាតរឿងដឹង AI តែប៉ុណ្្នឹងឯងប៉ុន្តែប្រជាពលរដ្ឋខ្មែរនៅតែលុះក្រោមឥទ្ធិពលនៃប្រជាព័ត៌មានប្រជាពិធដ្ឋនិងឃោសនារបស់គណៈបកប្រជាជនយ៉ាងបាក់ទឹកបាក់ដីនឹងដដែលទេព្រោះអីយើងមិនអនុញ្ញាតឲ្យមានប្រព័ន្ធឯករាជ្យអញ្ចឹងដូច្នេះវាបិលុកពេញទីផ្សារចិត្តអញ្ចឹងទៅយើងដោះស្រាយយ៉ាងម៉េចអើយចាំមិនថាខ្ញុំអើយអស់លោកប្រឹងនឹងប្រឹងប៉ុន្តែប្រឹងមិនដឹងទៅដល់ណាហ្នឹងអាហ្នឹងយើងបាច់អង្ក្រាមប្រច្រាស់ខ្យល់